ហេតុដែលនាំឲ្យកើតការយល់សប្តិពុទ្ធសាសនាលោកថាមាន5ហេតុរឿងដែលបណ្ដាលឲ្យយល់សប្តិទី1គឺយើងបរិភោគអាហារទៅឆ្អែតពេកហល់តែកាលណាបរិភោគឆ្អែតទៅហល់ពេកងុយដេកគូវាហើយយើងសម្រានលក់ទៅក៏ពះនៅវារំលាយអាហារដល់ក្រោយទៅឲ្យយើងយល់សប្តិរវើរវាយអញ្ចឹងហេតុទី1នឹងកើតពីបរិភោគអាហារទី2កើតពីរឿងអារម្មណ៍ល្អអាក្រក់មកប៉ះចិត្តវាជាប់នៅនឹងឯងកំហឹងវាកើតឬសេចក្តីរីករាយវាកើតជាប់ដល់សម្រានលក់ទៅអារម្មណ៍ហ្នឹងឯងធ្វើឲ្យយើងយល់សប្តិឃើញទេហេតុទី2ហេតុទី3គឺថាកើតរោគនៅក្នុងគម្ពីរពុទ្ធសាសនាលោកសំដៅទៅលើប្រមាត់វាកម្រើកតែប្រមាត់វាកម្រើកខ្លាំងក៏ឲ្យយល់សប្តិដែរហេតុទី3ពាក្យកណ្ដាលអាត្រាហេតុទី4ពួកទេវតាពួកអមនុស្សអីក៏ដើរធ្វើដំណើរពេលដំណើររាត្រីមកឃើញយើងសម្រានលក់ក៏ពួកភូតណាដែលវាកាចវាព្រើលហ្នឹងក៏ពញាក់យើងឲ្យឃើញចៃចោះឲ្យទៅខ្លាចហេតុទី5គឺពុព្វនិមិត្តគឺកម្មផលរបស់ព្រះយើងអត់មាននរណាមកបង្ហាញឲ្យឃើញទេគឺកម្មផលរបស់យើងណាផលរបស់កម្មរបស់យើងណាធ្វើឲ្យយើងឃើញរាយសពនេះលោកចែកជា3យាមពេលរាត្រី12ម៉ោងលោកចែកទៅបាន3យាមគឺ4ម៉ោងមួយយាម4ម៉ោងមួយយាម4ម៉ោងមួយយាមពេលយាមពីល្ងាចពីម៉ោងល្ងាចហ្នឹង4ម៉ោង6 7 8 9ហ្នឹងអាហ្នឹងគឺដោយសារយើងសម្រានលក់ដោយបរិភោគអាហារឆ្អែតពេកឲ្យយល់សប្តិឬក៏មានអារម្មណ៍អីមិនល្អហ្នឹងរឿងហ្នឹងវាជាប់ចិត្តក៏យល់សប្តិទៅឬកើតរោគប្រមាត់អីហ្នឹងកម្រើកហ្នឹងហើយបើពាក្យកណ្ដាលអាត្រាគឺថាហ្នឹងពួកអមនុស្សពួកភូតដែលដើរមកឃើញបើអាហ្នឹងពួកនោះរូបល្អិតណាស់យើងមើលមិនឃើញទេមកឃើញយើងបញ្ញាក់បង្អើដល់យើងឃើញយើងខ្លាចអីទៅយាមកណ្ដាលពាក្យកណ្ដាល4ម៉ោងពាក្យកណ្ដាលអាត្រាដល់4ម៉ោងចិត្តភ្លឺហ្នឹងអាហ្នឹងគេហៅពុព្វនិមិត្តគ្មានណាមកបញ្យល់ដល់ឃើញល្អឃើញអាក្រក់ឆត់បើយល់សប្តិហ្នឹងអត់វែងទេយល់សប្តិខ្លីភ្ញាក់ឡើងនិយាយតែ4 10ម៉ាត់ប្រាប់គេនិយាយយើងមិនយល់សប្តិឃើញឡើងភ្នំឡើងដើមឈើខ្ពស់គាត់តំណឹងចប់ហើយតែផុតយល់សប្តិគឺយើងត្រូវភ្ញាក់ភ្លាមភ្ញាក់ហើយចាំបានអត់វែងទេដែលអាត្មានិយាយយល់សប្តិថាឡើងភ្នំឡើងដើមឈើហើយយល់សប្តិឃើញលមាក់ប្រឡាក់ជើងអីកម្រងឬឈាមអីចឹងណាតែប៉ុណ្្នឹងឯងហើយបើយល់សប្តិឃើញឡើងភ្នំឡើងដើមឈើថាធ្វើការងារមន្ត្រីការឡើងប៉ុនឡើងសាក់អានេះរស់ស៊ីគឺតលសបច្ចន័យអានេះក្នុងយល់សប្តិអញ្ចឹងបើយល់សប្តិឃើញឈាមមកប្រឡាក់មួយក៏លាបដែរយល់សប្តិឃើញលមាក់កម្រងឲ្យប្រឡាក់ក៏លាបដែរអានេះក្នុងយល់សប្តិហ្នឹងតម្រានិយាយតែអញ្ចឹងហើយយល់សប្តិឃើញបាក់ថ្មិញបាក់អីថានឹងគ្រោះថ្នាក់មិនខ្លួនយើងមានសាច់ញាតិរបស់យើងមានគ្រោះថ្នាក់អាហ្នឹងក្នុងពុព្វនិមិត្តណាអាហ្នឹងក្នុងគម្ពីរពុទ្ធសាសនាលោកសម្ដែងពីការយល់សប្តិហ្នឹងនេះពុទ្ធលោកប្រាប់ទាំងអស់លោកប្រាប់ទាំងអស់បើសោកស្ដាយអត់បានរៀនបានសូត្រអីសោះញោមញាតិណាយវាមិនជ្រះថ្លានឹងពុទ្ធហ្នឹងហ៎អាត្មាជំរាបអញ្ចឹងគ្រាន់តែទទួលទានតំណែង